រឿងសម្រែកក្នុងផ្ទះសំណាក់មាត់ស្ទឹងកាលពី5ឆ្នាំមុនវិបុលបានសម្រេចចិត្តធ្វើដំណើរកម្សាន្តម្នាក់ឯងទៅកាន់ខេត្តឆ្ងាយមួយដោយសារមេឃងងឹតខ្លាំងនិងមានភ្លៀងធាក់ជោកជាំគេក៏សម្រេចចិត្តចូលសម្រាកក្នុងផ្ទះសំណាក់ឈើចាស់មួយនៅក្បែរមាត់ស្ទឹងដែលមើលទៅស្ងាត់ជ្រងំម្ចាស់ផ្ទះសំណាក់គឺជាស្ត្រីចំណាស់ម្នាក់មុខមាត់ស្លេកស្លាំងគាត់បានហុចសោបន្ទប់លេខ303ឲ្យវិបុលដោយមិននិយាយស្ដីអ្វីទាំងអស់គ្រាន់តែចង្អុលបង្ហាញផ្លូវទៅជាន់លើពេលចូលដល់ក្នុងបន្ទប់វិបុលមានអារម្មណ៍ថាត្រជាក់ស្រេងទោះបីជាមិនបានបាកង្ហាក៏ដោយក្លិនផ្កាម្លិះក្រៀមភាយចេញពីជ្រុងណាមួយនៃបន្ទប់ដោយសារតែហត់នឿយពេកគេក៏ទម្លាក់ខ្លួនដែកលក់ទៅកណ្ដាលអាត្រៀតសំឡេងទឹកស្រក់តក់ចេញពីក្នុងបន្ទប់ទឹកបានធ្វើឲ្យវិបុលភ្ញាក់ដឹងខ្លួនគេក្រោកឡើងទៅបិទវ៉ានីទឹកប៉ុន្តែពេលចូលដល់ក្នុងបន្ទប់ទឹកមិនបានបើកទេគឺស្ងួតចេះពេលវិបុលដើរចេញមកវិញស្រាប់តែគេឃើញស្រមោលខ្មែរម្យ៉ាងអង្គុយនៅលើចុងជើងគ្រែបែរខ្នងដាក់គេវិបុលភ័យងាប់ពេញខ្លួនព្យាយាមស្រែកតែគ្មានសំឡេងស្រមោលនោះចាប់ផ្ដើមងាកមកយឺតមុខរបស់វាគ្មានភ្នែកគ្មានច្រមុះមានតែមាត់ដ៏ធំដែលកំពុងហូរឈាមក្រហមច្រាលវាចាប់ផ្ដើមវាឡើងលើគ្រែយឺតសំឡេងឆ្អឹងបាក់ប្រោលឮពេញបន្ទប់វិបុលដកថយទៅទល់ជញ្ជាំងស្រាប់តែមានដៃត្រជាក់ស្រេងជាច្រើនលូកចេញពីក្នុងជញ្ជាំងមកចាប់អោបខ្លួនគេជាប់សំឡេងខ្សឹបតិចឮក្បែរត្រចៀកថានៅទីនេះជាមួយពួកយើងទៅកុំទៅណាអីព្រឹកឡើងអ្នកភូមិបានប្រទះឃើញវិបុលសន្លប់នៅមាត់ស្ទឹងពេលគេភ្ញាក់ឡើងហើយរៀបរាប់រឿងប្រាប់អ្នកភូមិគ្រប់គ្នាស្រឡាំងកាំងរួចប្រាប់ថាផ្ទះសំណាក់នោះបានភ្លើងឆេះអស់តាំងពី10ឆ្នាំមុនម្លេះហើយម្ចាស់ផ្ទះនិងភ្ញៀវម្នាក់ដែលដេកបន្ទប់303ក៏បានស្លាប់ក្នុងភយុភ្លើងដែរវិបុលលូកដៃចូលក្នុងហៅប៉ៅស្រាប់តែស្ទាបប៉ះវត្ថុម្យ៉ាងនោះគឺជាសោបន្ទប់លេខ303ដែលមានស្នាមខ្លោចខ្មៅដោយសារភ្លើងឆេះបន្តទីត្រឡប់មកដល់ភ្នំពេញវិញវិបុលគិតថាអ្វីនឹងចប់សពគ្រប់ប៉ុន្តែគេយល់ខុសទាំងស្រុងរៀងរាល់យប់ឲ្យតែគេបិទភ្នែកដេកគេតែងតែឮសំឡេងទឹកស្រក់តក់នៅក្នុងបន្ទប់ទឹកជានិច្ចក្លិនផ្កាម្លិះក្រៀមដែលគេធ្លាប់ធំនៅផ្ទះសំណាក់នោះក៏ចាប់ផ្ដើមភាយពេញបន្ទប់ដេករបស់គេដែរយប់មួយវិបុលបានភ្ញាក់ឡើងទាំងកណ្ដាលអធិរាជព្រោះមានអារម្មណ៍ថាមានអ្វីម្យ៉ាងធ្ងន់សង្កត់លើទ្រូងពេលគេបើកភ្នែកឡើងគេឃើញស្ត្រីចំណាក់ម្ចាស់ផ្ទះសំណាក់នោះអង្គុយសង្កត់លើគេមុខរបស់គាត់រលួយខ្លោចខ្មៅពាក់កណ្ដាលហើយគាត់កំពុងហុចសៅបន្ទប់លេខ303មកឲ្យគេម្ដងទៀតគាត់ខ្សឹបសួរដោយសំឡេងស្អកថាហេតុអ្វីក្មួយមិនព្រមមកយកអីវ៉ាន់ដែលភ្លេចវិបុលភ័យស្លន់ស្លោក៏សម្រេចចិត្តឆែកមើលកាតាបស្ពាយដែលគេយកទៅតាមកាលពីយប់នោះពេលគេបើកមើលគេស្រឡាំងកាំងជាខ្លាំងព្រោះក្នុងកាតាបនោះមិនមែនមានតែខោអាវគេទេប៉ុន្តែមានដុំសក់វែងពណ៌ខ្មៅនិងរូបថតចាស់មួយសន្លឹកដែលមានរូបគេថតជួបជាមួយស្ត្រីម្នាក់ដែលគ្មានមុខឈរនៅពីក្រោយខ្នងគេក្នុងបន្ទប់លេខ303នោះវិបុលចាប់ផ្ដើមធ្លាក់ខ្លួនឈឺស្លេកស្លាំងគ្រូទាយម្នាក់បានប្រាប់គេថាវិញ្ញាណនោះមិនមែនចង់បានជីវិតឯងទេប៉ុន្តែវាចង់បានខ្លួនប្រាណរបស់ឯងដើម្បីរស់ឡើងវិញរៀងរាល់យប់ស្រមោលខ្មៅនោះកាន់តែខិតមកចិត្តវិបុលទៅយប់ចុងក្រោយវិបុលបានបាត់ខ្លួនពីផ្ទះដោយគ្មានដានញាក់ចិត្តខាងគ្រាន់តែឮសំឡេងស្រែកយ៉ាងខ្លាំងចេញពីក្នុងបន្ទប់ទឹករួចក៏ស្ងាត់ទៅវិញពេលប៉ូលីសមកដល់គេឃើញតែសៅបន្ទប់លេខ303ដែលខ្លោចខ្មៅដាក់នៅលើខ្នើយរបស់វិបុលតែប៉ុណ្ណោះរហូតមកដល់សប្តាហ៍ថ្ងៃគេនិយាយថាបើអ្នកធ្វើដំណើរតាមផ្លូវមាត់ស្ទឹងនោះក្នុងយប់ដែលមានភ្លៀងធ្លាក់អ្នកនឹងឃើញបុរសម្នាក់ដែលមានមុខមាត់ដូចវិបុល
ឈរហៅភ្ញៀវឲ្យចូលសម្រាកក្នុងផ្ទះសំណាក់ដែលគ្មានរូបរាងនោះមួយខែក្រោយមកមិត្តភក្តិជិតស្និទ្ធរបស់វិបុលម្នាក់ឈ្មោះរតនាបានសម្រេចចិត្តជួលគ្រូសិលម្នាក់ឲ្យមកជួយរកវិបុលគ្រូសិលនោះបានប្រាប់ថាគេមិនទាន់ស្លាប់ទេប៉ុន្តែព្រលឹងរបស់គេត្រូវបានឃុំទុកក្នុងចន្លោះរវាងលោកនេះនិងលោកខាងមុខយប់នោះរតនាបានឮសំឡេងគាស់ទ្វារបន្ទប់ទឹកពេលគេដើរទៅបើកស្រាប់តែឃើញវិបុលឈរនៅទីនោះតែខ្លួនប្រាណរបស់វិបុលសើមចោកទៅដោយទឹកស្អុយរលួយហើយស្បែករបស់គេប្រែជាពណ៌ស្វាយជាំវិបុលមិននិយាយអ្វីទាំងអស់គេគ្រាន់តែលើកដៃចង្អុលទៅកាន់កញ្ចក់បន្ទប់ទឹកនៅលើកញ្ចក់ដែលស្រអាប់ដោយចំហាយទឹកចាប់ផ្ដើមលេចចេញជាអក្សរដែលសរសេរដោយឈាមថាជួយដុតសោរតនានឹកឃើញភ្លាមដល់សោលេខ303ដែលប៉ូលីសរកឃើញលើខ្នើយគេក៏ប្រញាប់ទៅយកសោនោះមករួចដុតវាចោលក្នុងភ្លើងពិធីសិលភ្លាមនោះសំឡេងស្រែកយ៉ាងខ្លាំងបន្លឺឡើងពេញផ្ទះវាមិនមែនជាសំឡេងមនុស្សទេតែជាសំឡេងស្រែកនៃព្រលឹងខ្មោចរាប់រយដែលត្រូវបានជាប់ឃុំជាមួយសោនោះពេលសោរលាយអស់ស្រមោលវិបុលក៏រលាយបាត់ទៅដែរគ្រប់គ្នានឹកថាវិបុលនឹងត្រឡប់មកវិញប៉ុន្តែ2-3ថ្ងៃក្រោយមកអ្នកភូមិនៅក្បែរមាត់ស្ទឹងកន្លែងផ្ទះសំណាក់ចាស់បានរាយការណ៍ថាពួកគេឃើញបុរសម្នាក់ទៀតដែលមានភិនភាគដូចរតនាឈរនៅមាត់ទឹករងចាំទទួលភ្ញៀវដែលវង្វេងផ្លូវវាមានន័យថាវិញ្ញាណនៃផ្ទះសំណាក់នោះត្រូវការអ្នកជំនួសជាបន្តបន្ទាប់អ្នកដែលព្យាយាមជួយក៏នឹងក្លាយជាជនរងគ្រោះបន្ទាប់